ក្រសួងការបរទេសអំពាវនាវឲ្យពលរដ្ឋខ្មែរជៀសវាងធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនចាំបាច់ស្របពេលស្ថានភាពតានតឹងជាមួយប្រទេសថៃធនធានអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីណែនាំដ៏ច្បាស់លាស់ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដោយអំពាវនាវឲ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងករណីដែលមិនចាំបាច់បំផុតក្នុងពេលនេះដោយសារស្ថានភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្រសួងបានអំពាវនាវដល់បងប្អូនពលរដ្ឋនិងពលករខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃឲ្យបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់តាមដានព័ត៌មានជាប់លាប់ពីប្រភពផ្លូវការនិងជៀសវាងទីកន្លែងដែលអាចមានគ្រោះថ្នាក់ដូចជាការប្រមូលផ្ដុំការធ្វើបាតុកម្មគ្រប់ប្រភេទក្នុងករណីបងប្អូនមានតម្រូវការជាបន្ទាន់អាចតាក់ទងស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃតាមរយៈលេខទូរស័ព្ទខាងក្រោមស្ថានទូតកម្ពុជានៅទីក្រុងបាងកកផ្នែកកុងស៊ុល02 957 58 51និង092 805 0561ផ្នែកអនុពន្ធការងារ083 545 77 88និង092 299 0133ស្ថានទូតអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវផ្នែកកុងស៊ុល062 089 89 18ផ្នែកអនុពន្ធការងារ080 810 55ក្រសួងបានស្នើឲ្យប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវចំពោះសុវត្ថិភាពផ្ទាល់ខ្លួននិងអនុវត្តតាមការណែនាំនេះយ៉ាងម៉ឺងម៉ាត់ស្របពេលជាមួយគ្នានេះដែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសជាផ្លូវការថាចាប់ពីថ្ងៃនេះទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុងក្នុងសារដែលបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចបញ្ជាក់ថាការផ្អាកនាំចូលមួយនេះមិនប៉ះពាល់ដល់ស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នក្នុងស្រុកនោះទេព្រោះបណ្ដាក្រុមហ៊ុនចែកចាយនៅកម្ពុជាមានសមត្ថភាពនាំចូលប្រេងនិងឧស្ម័នពីប្រភពផ្សេងៗបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋជាប្រចាំសម្ដេចថ្លែងថាកុំថាឡើយត្រឹម1ខែទោះជារៀងរហូតក៏មិនជាបញ្ហាដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋមិនឲ្យភ័យខ្លាចចំពោះបញ្ហាខ្វះប្រេងឡើយ។